ថ្ងៃនេះនាងខ្ញុំមកប្រាប់ពីវិធីធ្វើប្រទាលកន្ទុយកពើស្រស់ឲ្យញ៉ាំឆ្ងាញ់កុំឲ្យកពុលពីព្រោះថាបងប្អូនខ្លះគាត់អត់ចេះញ៉ាំទេគាត់ថាកពុលធំហើយតែចំណែកនាងខ្ញុំញ៉ាំអត់កពុលទេព្រោះនាងខ្ញុំដឹងវិធីធ្វើហើយអានេះគឺជាប្រទាលកន្ទុយកពើដែលនាងខ្ញុំដាំទុកញ៉ាំណាបងប្អូននាងខ្ញុំដាំរៀងច្រើនពីព្រោះថាអ្នកផ្ទះនាងខ្ញុំគាត់ចូលចិត្តញ៉ាំណាញ៉ាំទាំងអស់គ្នាហ្មងហើយឥឡូវនាងខ្ញុំមកកាត់ធាងរបស់វាសិនណាបងប្អូនហើយនេះនាងខ្ញុំកាត់តែ3ធាងឯងបងប្អូនធ្វើជូនបងប្អូនទស្សនាមើលហើយបងប្អូនមើលជ័ររបស់វានេះជ័រលឿងហ្នឹងញ៉ាំហើយអាចប៉ះពាល់សុខភាពយើងវិញណាបងប្អូនបើកាលណាបងប្អូនអត់ចេះធ្វើហើយនាងខ្ញុំបានលាងទឹកម្សៅហើយឯងនាងខ្ញុំយកកវិតមុខពីរហើយមកចិតបែបនេះគឺវាងាយស្រួលបន្ទាប់មកនាងខ្ញុំចិតជាកង់បែបនេះបន្តដាក់ត្រាំទឹកទៀតបងប្អូនឲ្យវាចេញជ័រអស់ហាបងប្អូនដូចខ្ញុំនិយាយចឹងជ័រប្រទាលនេះអាចឲ្យយើងញ៉ាំទៅអាចធ្វើឲ្យយើងរាកវាមានបញ្ហាដល់សុខភាពយើងវិញពេលដែលធ្វើត្រាំទឹកបែបនេះគឺវាស្អាតជ័រហើយឥឡូវនាងខ្ញុំមកជ្រៀកជីកង់បែបនេះបងប្អូនជួយបងប្អូនទស្សនាមើលទៀតពីព្រោះថាពេលដែលនាងខ្ញុំធ្វើបែបនេះគឺវាងាយស្រួលបងប្អូននេះមើលបងប្អូនមើលកោសឡើងស្រួលហើយយើងចិតសបកទុកតែមួយចំហៀងដូចខ្ញុំធ្វើអញ្ចឹងទៅធ្វើបែបនេះគឺវាស្រួលធ្វើពេលដែលបងប្អូនចិតសបកទាំងអស់ហើយយកមកហាន់វិញគឺវាពិបាកអត់ស្រួលដូចអញ្ចេះទេហើយប្រទាលកន្ទុយកពើនេះវាមានអត្ថប្រយោជន៍ច្រើនណាពេលដែលយើងញ៉ាំស្រស់មានអត្ថប្រយោជន៍ជាងយកទៅចម្អិនបន្ទាប់មកនាងខ្ញុំយកមកលាងទឹកសម្អាតបែបនេះតទៀតត្រូវតែលាងឲ្យស្អាតដើម្បីញ៉ាំទៅកុំឲ្យប៉ះពាល់សុខភាពយើងវិញពេលដែលនាងខ្ញុំញ៉ាំនាងខ្ញុំដាក់ទឹកឃ្មុំចូលបន្តិចតែបើបងប្អូនអត់មានទឹកឃ្មុំដាក់ស្ករក៏បានដែរបើសិនជាអ្នកមានជំងឺជាតិស្ករខ្ញុំគិតថាកុំបន្ថែមស្ករនិងទឹកឃ្មុំអីពីព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកដែលមានជំងឺជាតិស្ករទៅវិញញ៉ាំហើយឆ្ងាញ់មិនបាច់បន្ថែមទឹកឃ្មុំនិងស្ករក៏ឆ្ងាញ់ដែរហើយជួយដល់សុខភាពរាងកាយរបស់យើងទៀត